អូខេសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងបន្តមកបាល់លំហាត់ថ្មីមួយនៅក្នុងនេះគឺមេរៀនសម័យកាលបន្ទាត់ណាសម័យកាលបន្ទាត់នេះលោកគ្រូលើកយកមួយចំណុចដំបូងគឺយើងនិយាយអំពីមេគុណប្រាប់ទិសនៃបន្ទាត់អញ្ចឹងនេះមេគុណប្រាប់ទិសនៃបន្ទាត់ហ្នឹងកាត់តាមពីចំណុចអញ្ចឹងបងប្អូនឲ្យស្គាល់ថាតើមេគុណប្រាប់ទិសនៃបន្ទាត់ហ្នឹងគេតាំងដោយអក្សរអីហើយវាមានរូបមន្តបែបណាណាចឹងឥឡូវយើងមកតាមដានអឺទាំងអស់គ្នាណាអូខេជាទូទៅណាជាទូទៅសម័យកាលបន្ទាត់ណាឬក៏ហៅបន្ទាត់មានរៀងឬក៏សម័យកាលបន្ទាត់មានរៀង y ស្មើនឹង ax បូក b ណា y ax បូក b នេះគឺជាសម័យកាលបន្ទាត់ណាឲ្យស្គាល់ថាហ្នឹងជាសម័យកាលបន្ទាត់ចឹងជាទូទៅសម័យកាលបន្ទាត់ហ្នឹងអឺគេហៅថា A នេះគឺជាមេគុណប្រាប់ទិសហើយ B នេះគឺជាតម្លៃអថេមួយណាជាតម្លៃនៃចំនួន1ណាជាចំនួនពិតមួយអូខេអញ្ចឹង A គឺជាមេគុណប្រាប់ទិសវានៅខាងមុខ x ណាដែលគេប្រាប់យើងថា A នេះ A ណានេះជាមេគុណប្រាប់ទិសនៃបន្ទាត់ហ្នឹងអញ្ចឹងដើម្បីរក A ហ្នឹងគេរកតាមវិធីណាណាឥឡូវបងប្អូនមកតាមណាអញ្ចឹងឧទាហរណ៍ណាអញ្ចឹងស្គាល់ថា A ជាមេគុណប្រាប់ទិសហើយគេត្រូវរកតាមវិធីណាអញ្ចឹងគេចាំតែប៉ុណ្្នឹងបានហើយហើយ B នឹងបាច់យើងអាចរកបានដែរនៅក្នុងលក្ខខណ្ឌហ្នឹងប៉ុន្តែ B ហ្នឹងគេមិនតម្រូវឲ្យរកបើសិនគេឲ្យរកចឹងចាំរកឬក៏ជួនកាលគេអាចឲ្យយើងរកសម័យកាលបន្ទាត់នឹងយើងត្រូវរក B ដែរណាឥឡូវយើងនិយាយតែមេគុណប្រាប់ទិសសិនហើយចាំវីដេអូក្រោយលោកគ្រូនឹងឧទាហរណ៍អំពីការរកសម័យកាលបន្ទាត់កាត់តាមពីចំណុចណាឥឡូវ A ជាមេគុណប្រាប់ទិសនៃបន្ទាត់ចឹងឧទាហរណ៍ថាគេឲ្យចំណុច A ធំមួយដែលមានabscissa ស្មើនឹង3 ordinate ស្មើនឹងដក2ណាហើយចំណុច B គឺ abscissa ស្មើ4និង ordinate 1អញ្ចឹងចំណុច A នេះគឺមាន coordinate 3ដក2ហើយចំណុច B មាន coordinate 4 1ណាអាហ្នឹងគេហៅ coordinate ហើយបើយើងចែកដាច់1 1អានេះគេហៅ abscissa ណាអានេះហៅ ordinate ណាខាងនេះ abscissa ខាងនេះ ordinate ហើយអ្នកទាំងអស់គ្នាស្គាល់ថា abscissa គឺតម្លៃ x នៅក្នុងចំណុច A ហ្នឹងណាគឺតម្លៃ x ដែលយើងអាចយកទៅដៅនៅក្នុងcoordinate ណាហើយចំណុចដក2នេះគឺជាតម្លៃ y ណាដែលចំណុច A នេះវាកើតឡើងរវាង x 3ហើយនិង y ដក2នេះយើងយកទៅសង់ចំណុចណាអូខេហើយមកតបមកទៀតឥឡូវយើងទៅរក A ណាយើងអ្វីដែលយើងទៅចង់ទៅរកយើងទៅរក A តូចនេះណាដែលលោកគ្រូក្រហមណាតើគេរកតាមពីណាអញ្ចឹងមានរូបមន្តផងគេណាកណនីមេគុណប្រាប់ទិសនៃបន្ទាត់ហ្នឹងណាគេសួររកណាកណនីមេគុណប្រាប់ទិសនៃបន្ទាត់មានថាគេរក A ហ្នឹងតើ A ហ្នឹងស្មើនឹងប្រមាណនៅក្នុងករណីហ្នឹងអូខេបន្ទាប់មកA មេគុណប្រាប់ទិសនៃបន្ទាត់ដែលកាត់តាមចំណុចទាំងពីរហ្នឹងហើយគេសួរបើសិនជាគេឲ្យមក2ចំណុចនឹងបានអាចរកឃើញណាបើគេអត់ឲ្យបាន2ចំណុចទេយើងរកអត់ចេញទេអញ្ចឹងយើងចំណាំផងកន្លែងហ្នឹងអូខេអញ្ចឹងរូបមន្តវាមានមេគុណប្រាប់ទិសនៃបន្ទាត់កាត់តាមពីចំណុចគឺ YB ណាដក YA លើ XB ដក XA ណាអញ្ចឹងនេះគឺជារូបមន្តណានេះជារូបមន្តមេគុណប្រាប់ទិសអញ្ចឹងដើម្បីរកមេគុណប្រាប់ទិសបងប្អូនត្រូវចាំរូបមន្តមួយហ្នឹងណាត្រូវចាំរូបមន្តមួយនេះអូខេត្រូវចាំរូបមន្តហ្នឹងណាបើអត់ចាំទេយើងមានវិធីមួយទៀតដែលអាចរកបានអញ្ចឹងយើងអាចរកមេគុណប្រាប់ទិសមានពីររបៀបណាឥឡូវយើងទៅមើលដំណោះស្រាយហ្នឹងហើយកុំភ្លេចណាបងប្អូនជួយ like and subscribe ណានិង follow page របស់លោកគ្រូអូខេយើងបន្តមកចម្លើយឥឡូវរបៀបទី1នេះខ្ញុំយករបៀបទី1នេះគឺរបៀបចាស់យូរហើយណាពេលខ្លះយើងអត់ចាំរូបមន្តក៏អាចយើងធ្វើតាមរបៀបនេះចឹងរបៀបទី1យើងមើលគេដាក់ថាសម័យកាលបន្ទាត់មានរាងជាទូទៅអញ្ចឹងណាសម័យកាលបន្ទាត់មានរាងជាទូទៅហើយបើសម័យកាលបន្ទាត់នឹងអានេះគឺជាសញ្ញានេះចង់និយាយតែចំណុចទី1ណាយើងអាចដាក់អញ្ចឹងទៅផ្កាយក៏បានណា y វាមានស្មើនឹង ax បូក b ហើយវាកាត់តាមចំណុច a បើវាកាត់តាមចំណុច a នោះតម្លៃ a នេះណាតម្លៃនៃចំណុច a ហ្នឹងអាចយកទៅចំនួននៅក្នុងបន្ទាត់នឹងមួយណាយើងអាចយកវាទៅចំនួនមានថាបងប្អូនមើលគឺចំនួនមិនមានថា
y ស្មើដក2ខ្ញុំផ្សេងដក2ទៅសារ y យើងស្មើប៉ុណ្ណានេះ y ax បូក b អញ្ចឹងយើងជំនួសយកតម្លៃចំណុច a នេះកូអតនៃចំណុច a ជំនួសចូលបន្ទាត់ហ្នឹងមកណានឹងចំណុចទី1បើវាកាត់តាម a យើងយកចំណុច a ទៅជំនួសនេះជំនួសទៅយើងឃើញដោយសារ y ស្មើដក2ជំនួសដក2ហើយ x ស្មើនឹង3យើងអាចសេថា 3a បូក b ហើយណានឹងយើងសល់ ab ហ្នឹងគឺជាចំណុចទី1យើងសេលេខ1អញ្ចឹងទៅណាហើយចំណុចទី2y ដដែលហ្នឹង y ស្មើ ax បូក b ដដែលហ្នឹងវាកាត់តាម b ណាវាកាត់តាម b អញ្ចឹងបើវាកាត់តាមចំណុច b មេថាយកឲ្យចំណុច b នេះមកផ្ទៀងផ្ទាត់ឬក៏មកជំនួសបានណាជំនួសក្នុងសមីការបន្ទាត់នឹងបានជំនួសបែបណាគុណមើលទាំងអស់គ្នាអញ្ចឹងគេបានយ៉ាងម៉េចអញ្ចឹងគេបានដោយសារ y ស្មើ1យើងជំនួស1អញ្ចឹង x ស្មើ4ណាឡើយនេះ x ស្មើ4ជំនួសដោយ4មកឃើញ 4a បូក b អញ្ចឹងយើងបានសមីការនេះជាសមីការទី2អញ្ចឹងយើងបាន2សមីការហើយបន្ទាប់មកយើងយក1និង2នឹងមកដើម្បីទាញរក a ណាអញ្ចឹងនេះឃើញ1និង2យើងយកមកផ្ទឹមអញ្ចឹងមកគេធ្វើមិនទៀតយើងបំបត្តិ b ចោលឲ្យសល់តែ a ទៅយើងចង់រកតែ a តាណាយើងបំបត្តិ b អញ្ចឹងដើម្បីបំបត្តិ b យើងគុណសមីការ1ក៏បានសមីការ2ក៏បាននឹងដក1ណាអញ្ចឹងនេះគេដាក់ថាគុណសមីការ1នឹងដក1អញ្ចឹងមានន័យថាយកសមីការ1នេះគុណដក1អញ្ចឹងគេបានសមីការ1គឺបើពេលគុណដកទៅគឺដក b ណាគុណដក1ដក b អញ្ចឹងដក3គុណដក1ឡើងបូក3អញ្ចឹងដក2គុណនឹងដក1ឡើង2ណាអញ្ចឹងពេលនោះយើងបំបត្តិ b ចោលនៅសល់តែ a ទេអញ្ចឹងគេបានពេលយើងបំបត្តិ b ចោលណានេះដក b នេះបូក b អស់ហើយអញ្ចឹង3a បូក 4a នេះវាសល់ a អញ្ចឹង a ស្មើ3ពេលយើងបូកចូលគ្នាមកនេះសល់ a នេះបូកចូលគ្នាស្មើ3អញ្ចឹងគេបាន a ស្មើ3ណានេះអញ្ចឹងដូច្នេះ a ស្មើ3 a នេះគឺជាមេគុណប្រាប់ទិសអ្វីដែលគេចង់រកហ្នឹងគេចង់រកហ្នឹងចង់រក a ស្មើប៉ុន្មានអញ្ចឹងពេលយើងរកទៅឃើញ a ស្មើ3នេះហើយនេះគឺជាមេគុណប្រាប់ទិសនៃបន្ទាត់ហ្នឹងណានេះជារបៀបទី1ហើយយើងនៅមានរបៀបមួយទៀតបើសិនជាយើងរកហ្នឹងមើលទៅថាវាស្មុគស្មាញយើងប្រើរូបមន្តហ្នឹងសំខាន់បងប្អូនចាំរូបមន្តទី1ចាំរូបមន្តទី2ចាំរបៀបធ្វើណាឲ្យតែចេះរបៀបណាមួយណាគឺយើងអាចរកបានទាំងអស់អញ្ចឹងរបៀបទី2ណារបៀបទី2មានថាយើងអនុវត្តរូបមន្តណាអនុវត្តរូបមន្តតាមរូបមន្ត a ស្មើនឹង y b ដល់ y a លើ x b ដល់ x a នោះយើងបានឥឡូវយើងមានចំណុចហ្នឹងណាយើងមានចំណុច2ហ្នឹងហើយអញ្ចឹងយើងចង់ទៅរកតា a ហ្នឹងឯងអញ្ចឹងសមីការ y ស្មើ ax មិញណានេះ y ស្មើ ax បូក b ណាអញ្ចឹង a ជាមានគុណប្រាប់ទិសអ្វីដែលយើងត្រូវរក a ហ្នឹងឯងហើយសមីការបន្ទាត់នេះវាកាត់តាមពីចំណុចហ្នឹងណាកាត់តាមពីចំណុចហ្នឹងអញ្ចឹងមានគុណប្រាប់ទិសវាគឺមានរូបមន្តចេះណាអូខេសង្ឃឹមថាបងប្អូនតន់ឥឡូវមកទៀតពេលដល់នេះយើងជំនួសចូលមកណាយើងជំនួសចូលមកណា y b ស្មើនឹង1យើងដាក់1មករូបមន្តវាដកយើងដាក់ដកចឹងមកដក y a ដក2អញ្ចឹងយើងកតាវាដក2មកឃើញដកគុណដកណាបន្ទាប់មក y b x b ស្មើ4 x a ស្មើនឹង3អញ្ចឹងយក4ដក3អញ្ចឹងចម្លើយឃើញ a ស្មើ3នេះ a ស្មើ3គឺជាមេគុណប្រាប់ទិសវាអញ្ចឹងបើសិនជាយើងចាំរូបមន្តយើងឃើញថាយើងរកតាមបន្ទាត់ដល់ចម្លើយអញ្ចឹងដូច្នេះមេគុណប្រាប់ទិសនៃបន្ទាត់គឺ a ស្មើ3ចម្លើយដូចគ្នាប៉ុន្តែមធ្យោបាយរកខុសគ្នាណាអ្នកទាំងអស់គ្នាសង្ឃឹមថាបងប្អូនអាចយល់ណាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយលោកគ្រូនឹងដាក់ឧទាហរណ៍ការកណនាសមីការបនបន្ទាត់ណាអូខេអរគុណហើយយើងជួបគ្នានៅវីដេអូបន្តទៀត